ដើម្បីជាខ្ញុំគ្មានលុយតែខ្ញុំមានចំណេះដឹងដែលខ្ញុំគិតថាអាចជួយឲ្យការងារហ្នឹងទៅមុខបានត្រូវចេះហៅថាអត់ធ្មត់ច្រើនការងារត្រូវការអត់ធ្មត់ច្រើនទាំងការបរៀនទាំងការសម្រេចចិត្តទាំងការក្នុងការធ្វើការងារអីមួយខ្ញុំគិតថានេះគឺជាវីដេអូទី1ដែលខ្ញុំនឹងបង្ហោះទៅនៅ YouTube ដោយសារវាគឺជាការតេស្តជាមួយនឹង DJI Osmo Pocket 3ដែលខ្ញុំបានចង់ទិញយូរហើយខ្ញុំបានទិញវាមែនជាមួយនឹងការធ្វើ content ជាការដើរលេងជាការនិយាយជា vlog ច្រើនជាងអ្វីដែលខ្ញុំបង្ហាញនៅក្នុង social media Facebook របស់ Upskill នៅក្នុងនាមពេលដែលខ្ញុំបានចាប់ផ្ដើមបើកជាមួយនឹង Upskill ហើយឃើញថាការសិក្សានៅតែជាតម្រូវការរបស់មនុស្សគ្រប់គ្នាភាសាអង់គ្លេសភាសាចិនភាសាគឺជាផ្នែកមួយសំខាន់សម្រាប់ក្នុងការជួយមនុស្សដើម្បី communicate គ្នាតែភាសាក៏ជាផ្នែកមួយដែលធ្វើឲ្យមនុស្ស miscommunication ដែរបើមិនជាយើងការប្រើប្រាស់ភាសានោះឲ្យបានត្រឹមត្រូវតាម standard ឬមួយក៏ជា rule structure អីផ្សេងៗការប្រើប្រាស់ភាសាបច្ចុប្បន្នគឺប្រើប្រាស់ដើម្បី communicate of course គឺយើងអាចនិយាយ communicate គ្នាយល់គ្នាគឺយើងអាចប្រើប្រាស់បានហើយតែអ្នកដែលគាត់មានគោលបំណងក្នុង academic purpose ជាការចង់បាន scholarship ចង់ទៅធ្វើអីដែលជាផ្លូវការគួរតែរៀនឲ្យបានតាមបែបផ្លូវការដែរ yes អានេះគឺជាអ្វីដែលខ្ញុំអាចចែករំលែកបទពិសោធន៍បាននៅក្នុងការធ្វើរយៈពេល1ឆ្នាំនេះគឺខ្ញុំ reflect ឃើញរឿងមួយទៀតថាយើងនៅតែត្រូវការ grow ហើយឱកាសក្នុងការធ្វើអីមួយវាមិនមែនចេះតែមានហើយក៏ប៉ុន្តែក្នុងរឿងខ្លះយើងកុំធ្វើវាលឿនពេកវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងអាចនឹងលឿនពេកក៏វាងាយនឹងឆាប់បាត់បង់ដែរដោយសារតែពេលខ្លះវាយើងចិត្តយើងអត់ចេះអត់ធ្មត់ក្នុងការរងចាំធ្វើអ្វីមួយខ្ញុំរៀនសូត្របានច្រើនមែនតើជាមួយនឹងការងារមួយនេះគឺគិតថាការដែលយើងធ្វើម្នាក់ឯងវាពិតជាទៅមុខបានតែវាយឺត yes តែបើសិនជាយើងធ្វើជា team of course ដូចពាក្យចាស់លោកប៉ូលអញ្ចឹងគឺមែននឹងអាចជួយឲ្យយើង grow ទាំងអស់គ្នាហើយខ្ញុំពិតជា appreciate team ខ្ញុំមែនតើក្នុងការដែលគាត់ put effort មកបរៀនជាមួយនឹងខាង upskill បើសិនជាគិតទៅយើងអត់មានអ្វីដែល offer លើសលប់ច្រើននេះទេក៏ប៉ុន្តែអ្វីដែលគាត់មកជួយហ្នឹងគឺជាមួយនឹងទឹកចិត្តហើយនេះគឺជាអ្វីដែល upskill មិនអាចបំភ្លេចបានទេជាមួយនឹងពួកគាត់ជាមួយនឹង teacher ជាមួយនឹងលោកគ្រូទាំងអស់ដែលគាត់បានមកបរៀននៅជាមួយនឹង upskill យើងហើយនៅក្នុងការធ្វើការងារទាំងអស់សុទ្ធតែផ្ដល់ឲ្យយើងជាមួយនឹងបទពិសោធន៍ជាច្រើនដែលយើងគួរតែចាត់វាទុកមិនថាជាបទពិសោធន៍ល្អឬមួយក៏មិនល្អទេនឹងរឿងមួយទៀតដែលខ្ញុំរៀនបាននៅក្នុងការបរៀនផ្ទាល់នៅក្នុងការងាររបស់ខ្ញុំផ្ទាល់តែម្ដងគឺយើងត្រូវចេះហៅថាអត់ធ្មត់ច្រើនការងារត្រូវការអត់ធ្មត់ច្រើនទាំងការបរៀនទាំងការសម្រេចចិត្តទាំងការក្នុងការធ្វើការងារអីមួយបើសិនជាយើងធ្វើអីបញ្ញាប់លហន់វាទៅមុខបានតែវាអត់ល្អ yes ដូចគេនិយាយថា the right thing at the right time យ៉ាងរឿងខ្លះគឺត្រូវការពេលវេលាដូចជាការដែលខ្ញុំមុននឹងខ្ញុំមាន upskill អញ្ចឹងខ្ញុំពិតជាចង់មានសាលារៀនជាស្ថាប័នវិទ្យាស្ថានទូតមួយសម្រាប់ខ្លួនឯងជាមួយនឹងអ្នកដែលគាត់ចង់រៀនបន្ថែមជាមួយនឹង skill អីផ្សេងតែខ្ញុំអត់ expect ថាខ្ញុំនឹងបង្កើតវានៅក្នុងឆ្នាំមុនទេដោយសារតែឆ្នាំមុនខ្ញុំបានហេតុប្រកបទៅស្រុកក្រៅតែដោយសារមានបញ្ហាខ្ញុំក៏បោះបង់វាចោលទៅហ្នឹងហើយពេលនោះដែរគឺជាពេលដែលខ្ញុំចាប់ផ្ដើមសាក់លបង take risk ដោយសារតែខ្ញុំអត់អាចទៅធ្វើការងារខ្លួនឯងវិញបានគឺខ្ញុំត្រូវតែធ្វើអ្វីមួយចឹងខ្ញុំក៏សម្រេចចិត្តថាអូខេខ្ញុំនឹងចាប់ផ្ដើមធ្វើវាជាមួយនឹងបទពិសោធន៍ជាមួយនឹងជំនាញដែលខ្ញុំមានស្រាប់ដើម្បីជាខ្ញុំគ្មានលុយតែខ្ញុំមានចំណេះដឹងដែលខ្ញុំគិតថាអាចជួយឲ្យការងារនឹងទៅមុខបាន yes គឺវាអាចជួយធ្វើឲ្យការងារនឹងទៅមុខមែនចំណេះដឹងគឺជាផ្នែកមួយសំខាន់មែនតើមិនមែនត្រឹមតែចំណេះដឹង skill ដែលខ្ញុំអាចបរៀនបានទេប៉ុន្តែបទពិសោធន៍ដែលខ្ញុំទៅធ្វើការបទពិសោធន៍ដែលខ្ញុំរៀនពីមនុស្សជុំវិញខ្លួនពីការងារ volunteer ពីការងារផ្លូវការផ្សេងគឺជួយច្រើនមែនតើក្នុងការឲ្យខ្ញុំធ្វើ upskill នេះឡើងហើយនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើជាមួយនឹង confident តិចប៉ុន្តែយើង take risk ប៉ុន្តែដោយសារ risk យើងអត់ខ្លាំងទេទូចក្តោងទូច yes អូខេអត់ខ្លាំងអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹងចក្ខុវិស័យមួយត្មងដែលយើងចាប់ផ្ដើមគិតឡើងនៅក្នុង upskill គឺជាមួយនឹងគុណភាពនិងតម្លៃ
ដោយសារតែនៅក្នុងសេដ្ឋកិច្ចមួយដែលពិបាក yes ការបរៀនវាពិតជាត្រូវការ material ច្រើនជាមួយនឹងសភៅការ research ការចំណាយពេលស្រាវជ្រាវផ្សេងគឺច្រើនខ្លាំងមែនតើតែខ្ញុំនៅតែស្ម័គ្រចិត្តក្នុងការធ្វើវាគឺខ្ញុំអត់មានគិតលុយពីរឿងការងារទាំងអស់ហ្នឹងទេគឺយើងគិតតែពេលយើងបរៀនតែប៉ុណ្ណោះយើងត្រូវបង់ Wi-Fi យើងត្រូវការ design poster pay លុយ yes យើងចំណាយតែណាដែលយើងត្រូវ pay មែនតើហើយជាមួយនឹងតម្លៃ$15ក្នុងមួយខែនេះយើងទៅតែចាប់ផ្ដើមនៅក្នុងឆ្នាំថ្មីនេះទេការឆ្នាំមុនយើងយកត្រឹមតែ$10និង$12តែប៉ុណ្ណោះ yes តែសារឥឡូវយើងមានគ្រូបន្ថែមយើងពង្រឹងជាមួយនឹងគុណភាពខ្លាំងជាងមុនជាមួយនឹងបទពិសោធន៍ល្អជាងមុនហើយអ្វីដែលយើងបានរៀនបានហ្នឹងគឺយើងអាចជួយបានច្រើនមែនតើហើយខ្ញុំគិតថាការដែលខ្ញុំធ្វើនេះគឺវាត្រឹមត្រូវហើយខ្ញុំបានជួយជាមួយនឹងធនធានមនុស្សបានច្រើនដែលគាត់អាចរៀនភាសាអង់គ្លេសគាត់អាចរៀនភាសាចិនបានជាមួយនឹង app skill តម្លៃប៉ុណ្ណេះហើយរៀនអនឡាញរៀននៅទីណាក៏បានឲ្យតែមានអ៊ីនធឺណិតមាន Wi-Fi ឬមួយក៏មានទូរស័ព្ទ tablet iPad laptop ជាដើម yes ហើយនៅក្នុងវីដេអូមួយនេះខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នាបន្ថែមទៀតនៅវីដេអូក្រោយៗប៉ុន្តែខ្ញុំនឹងលែងនិយាយជាមួយនឹងប្រធានបទបែបនេះហើយខ្ញុំនឹងចាប់ផ្ដើមជាមួយនឹងវីដេអូ vlog ច្រើនជាង vlog ដើរលេងដោយសារតែខ្ញុំចិត្តដើរលេងអញ្ចឹងក្រៅពីការបរៀនគឺខ្ញុំដើរលេងអញ្ចឹងពេលដែលខ្ញុំដើរលេងគឺខ្ញុំនឹងថតវីដេអូឲ្យអ្នកនរគ្នាប្រហែលជាអាចនឹងឃើញច្រើនជាមួយនឹងវីដេអូរបស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណពីខ្ញុំ Somali founder របស់ Upskill ជួបគ្នានៅវីដេអូក្រោយ Bye